រឿងគ្រប់យ៉ាងបានចាប់ផ្ដើមឡើងម្ដងទៀតនៅពេលដែលគូសិនខាងអេនីមីនិងថៃគ្រាបានសម្ដែងខ្លួនឡើងខ្ញុំបានស្មានថាពួកគេចង់ដាក់សម្ពាធលើ Freya ខាងសពន្ធមិត្តដែលកំពុងហ្វាមប៉ុន្តែដែលគួរឲ្យអត់ស្មៃនោះគឺពួកគេមានភ្នែកតែអត់ប្រស្រីដោយគិតថា Freya គឺជាទុនសាយតូចដែលកំពុងស៊ីស្មៅនៅក្នុងព្រៃការពិតនាងគឺជារាជសីនៃព្រៃព្រឹក្សាទាំងមូលទោះជាកពូលអ្នកប្រមាញ់នៅខ្ពស់ប៉ុណ្ណាក៏អាចធ្លាក់មកវិញបានដែរដោយគ្មានស្លាប់ពីខាងសួរមកត្រង់ប៉ុន្តែក៏ចូលវាយជាមួយនឹងគូសិនយ៉ាងអង្អាចព្រាពេលលោកគាត់ឃើញនូវភាពក្លាហានរបស់ Freya ជាប់ស័ក្តិសិទ្ធិរបស់យើងនឹងត្រង់នេះមិនឲ្យធ្លាក់ដល់ដីឡើយខណៈដែលវេលោលហាត់ហើយម៉ាណាក៏ហួតហែងចិត្តអស់ពីខ្លួនដែរនោះគីណាវាក៏ដើរមកជិតទីតាំងដែលខ្ញុំកំពុងរីខលមិនមកឲ្យយូរកសាយគ្រូវិទ្យាសិលតាមរាងកាយដ៏ទ្រុឌនេះអាចធ្វើទៅបានបន្តដោយព្រះយាជីមេឃាត្រូគីណាវាធ្វើឲ្យនាងមិនអាចបដិសេធសេចក្តីស្លាប់លើកនេះបានឡើយខណៈដែលព្រះអង្គរៀបនឹងធ្វើដំណើរត្រឡប់ទៅដែនកណ្ដាលវិញហេតុការណ៍ដែលធ្វើឲ្យទោសៈព្រះអង្គផ្ទុះក៏កើតឡើងគូសិនបានលេចកាយឡើងរួចក៏រំលំបាំកំបិតដាក់វេលធ្វើឲ្យព្រះអង្គសគត់ជាលើកដំបូងមហាព្យុះនៃគំនុំក៏បានកកើតឡើងនៅក្នុងព្រះហឫទ័យហានិភ័យមួយនេះក៏បានចាប់ផ្ដើមជាមួយនឹងស៊ូយូជាមនុស្សដំបូងបន្តដោយគូសិនដែលជាដើមកំណើតនៃហេតុការណ៍នេះភ្លើងនៃគំនុំមួយនេះក៏បន្តឆាបឆេះទៅកាន់អេនីមីម្ដងម្នាក់វាគ្មានភាពមេត្តាករុណាឡើយមានតែការដុតនិងបំផ្លាញប៉ុណ្ណោះពីការចូលរួមដៃជាមួយនឹងសពន្ធមិត្តដ៏ខ្លាំងក្លាទាំងអស់នេះខាងអេនីមីគ្មានឱកាសសូម្បីតែងើបឈរសោះមុននឹងកោះយកគេហដ្ឋានខាងសត្រូវដើម្បីយកជ័យជំនះនៅទីបំផុត